4រកស៊ីទាំង10របស់ជនជាតិចិន Ten Chinese Business Culture 1. ចង់ជោគជ័យត្រូវការពេលវេលាជនជាតិចិនមានទស្សនៈមួយថាដាំដើមស្វាយត្រូវការរយៈពេល3ឆ្នាំដាំដើមឫស្សីត្រូវការរយៈពេល10ឆ្នាំដាក់ចិត្តរកស៊ីត្រូវការពេលវេលាស្ទើរមួយជីវិតដើម្បីរៀនសូត្រពីវាជនជាតិចិនតែងតែបណ្ដុះផ្នត់គំនិតឲ្យកូនចៅរបស់គេចេះលុតដំផ្លូវចិត្តខ្ពស់នៅក្នុងការរកស៊ីដោយពួកគេតែងតែប្រើទស្សនៈថាជោគជ័យត្រូវការពេលវេលាកុំអន្ទះសារកុំតក់ក្រហល់កុំឆោឡោហើយពួកគេមានជំនឿថាចិត្តច្របូកច្របល់នាំឲ្យមានការសម្រេចចិត្តខុសទី2អតិថិជនគឺជាស្ដេចនៃអាជីវកម្មការពិតមួយដែលធ្វើឲ្យជនជាតិចិនទៅដល់ទីណាមានឱកាសទាញភ្ញៀវនៅទីនោះបានច្រើនជាងគេដោយសារតែជនជាតិចិនគឺគោរពភ្ញៀវដូចជាស្ដេចរបស់ពួកគេដូច្នោះដែរសហគ្រិនចិនភាគច្រើនតែងតែយកផ្នត់គំនិតឲ្យតម្លៃភ្ញៀវមកធ្វើជាគុណតម្លៃនៃជំនួញរបស់ខ្លួនតួយ៉ាងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជាអាហារដ្ឋានភោជនីយដ្ឋានរបស់ជនជាតិចិនតែងតែវាដាច់គេជានិច្ចហាងខ្លះមានការរៀបចំដូចជារាជវាំងលំដាប់ខ្ពស់ដែលធ្វើឲ្យអតិថិជននៅក្នុងហាងមានអារម្មណ៍ថាពួកគេអស្ចារ្យនៅពេលដែលពួកគេមកទទួលទាននៅហាងរបស់ជនជាតិចិនហើយចំណុចពិសេសត្រង់នេះហើយដែលធ្វើឲ្យហាងមួយចំនួននៅក្នុងតំបន់ពិបាកប្រកួតប្រជែងជាមួយនឹងហាងរបស់ជនជាតិចិនទី3ចេះអ្វីធ្វើនឹងចាប់ផ្ដើមពីតូចជនជាតិចិនឲ្យតម្លៃទៅលើទេពកោសល្យនិងភាពប៉ិនប្រសប់ខ្លាំងបំផុតហើយពួកគេតែងតែជំរុញកូនចៅរបស់ពួកគេឲ្យចេញរកស៊ីពីតូចតាចទៅតាមជំនាញដែលពួកគេមានជនជាតិចិនមានទស្សនៈមួយថាកុំចាំមានគ្រប់យ៉ាងទើបចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងពោលគឺបើពួកគេចេះធ្វើនំប៉ាវគឺគេចាប់ផ្ដើមធ្វើនំប៉ាវពីតូចទៅបើពួកគេចេះធ្វើនំឆាខ្វៃគឺពួកគេចាប់ផ្ដើមធ្វើនំឆាខ្វៃពីតូចទៅតែម្ដងចំណុចនេះហើយដែលធ្វើឲ្យសហគ្រិនចិនវ័យក្មេងភាគច្រើនគ្មានការញញើតនឹងចាប់ផ្ដើមអាជីវកម្មដែលខ្លួនស្រឡាញ់នោះទេទី4ធ្វើរឿងល្អហូបកុំធ្វើឲ្យតែល្អមើលទស្សនៈមួយរបស់ជនជាតិចិនគឺកុំខ្ចីលុយគេមកចាប់ផ្ដើមឈួរជើងឲ្យនឹងសិនចាំខ្ចីលុយគេមកពង្រីកនេះគឺជាទស្សនៈគោលនៃទស្សនៈហិរញ្ញវត្ថុមួយរបស់សហគ្រិនចិនពួកគេតែងតែលុតដំក្មេងជំនាន់ក្រោយរបស់ពួកគេថាធ្វើរឿងល្អហូបកុំធ្វើឲ្យតែល្អមើលសន្សំលុយតិចមានលុយផ្ទាល់ខ្លួនហើយចាប់ផ្ដើមចេញរកស៊ីបើដួលទៅវិញក៏គ្មានហានិភ័យដែរជនជាតិចិនមានផ្នត់គំនិតមួយគឺរកស៊ីគឺជាការរៀនសូត្រហើយជាការប្រថុយប្រឋានខ្ពស់បំផុតហើយរកស៊ីដំបូងមិនអាចខ្ចីលុយគេមកផ្សងព្រេងនៅក្នុងអាជីវកម្មបានទេទី5ត្រីលឿនស៊ីត្រីយឺតជនជាតិចិនមានលក្ខណៈសម្បត្តិពិសេសមួយគឺលឿនរហ័សរហួនហើយអត្តចរិតមួយនេះក៏វាមានឥទ្ធិពលដល់ការរកស៊ីផងដែរជនជាតិចិនភាគច្រើនបើពួកគេរកស៊ីហើយពួកគេតែងតែដាក់ចិត្តដាក់កាយបម្រើភ្ញៀវឲ្យអស់ពីចិត្តតែម្ដងដោយដែលយើងសម្គាល់ឃើញនៅហាងចិនភាគច្រើនគឺមានសេវាកម្មញាប់ដៃញាប់ជើងហើយជនជាតិចិនភាគច្រើនគឺពូកែយកចិត្តភ្ញៀវខ្លាំងបំផុតនេះគឺជាលក្ខណៈសម្បត្តិពិសេសមួយរបស់សហគ្រិនចិនហើយពួកគេមានជំនឿថាអតិថិជនដែលចូលមកហាងឬក៏ចូលមកជំនួញរបស់ពួកគេគឺមិនអាចទទួលនៅអារម្មណ៍ខកចិត្តពីអាជីវកម្មរបស់ពួកគេជាដាច់ខាតទី6ដួលនៅទីណាត្រូវងើបនៅទីនោះដួលងើបនេះគឺជាឃ្លារបស់មហាសេដ្ឋីចិនជែកម៉ាដែលវាបានបង្ហាញអំពីទស្សនៈក្រាញននៀលរបស់សហគ្រិនចិននៅក្នុងការរកស៊ីជនជាតិចិនមានជំនឿថាការរកស៊ីគឺជាការរៀនសូត្រនោះមានន័យថាពេលវេលាដែលយើងប្រឡងធ្លាក់មិនមែនមានន័យថាយើងត្រូវឈប់រៀននោះទេបើយើងឈប់រៀនយើងគ្មានឱកាសបានឡើងទៅថ្នាក់ដែលខ្ពស់ជាងមុននោះទេជនជាតិចិនតែងតែបង្រៀនកូនចៅរបស់ពួកគេថាដួលនៅទីណាត្រូវងើបនៅទីនោះនៅពេលដែលយើងដួលមិនមែនមានន័យថាយើងបរាជ័យក្នុងជីវិតនោះទេគ្រាន់តែពេលនេះយើងធ្វើវាមិនទាន់ត្រូវផ្លូវ7រកស៊ីត្រូវតែមានវោហារសាស្ត្រសហគ្រិនពូកែរបស់ចិនភាគច្រើនតែងតែជាមនុស្សដែលមានវោហារសាស្ត្រល្អទាំងទំនាក់ទំនងការងារនិងការចរចានៅក្នុងការរកស៊ីជនជាតិចិនតែងតែបណ្ដុះយុវជនរបស់គេឲ្យមានភាពក្លាហាននៅក្នុងការបញ្ចេញមតិភាពក្លាហាននៅក្នុងការជួបមនុស្សថ្មីនៅក្នុងសង្គមដើម្បីឲ្យពួកគេមានឱកាសកាន់តែច្រើននៅក្នុងការបណ្ដុះទេពកោសល្យវោហារសាស្ត្ររបស់ខ្លួនឲ្យកាន់តែល្អប្រសើរជាងមុនទី8រៀនធ្វើមនុស្សចិត្តដាច់ជនជាតិចិនមានផ្នត់គំនិតមួយទៀតគឺចិត្តល្អគឺជាបុណ្យចិត្តទន់គឺជាគ្រោះជនជាតិចិនតែងតែមានផ្នត់គំនិតជាមនុស្សចិត្តដាច់នៅពេលដែលពួកគេចេញរកស៊ីដោយពួកគេគិតពីអាយុជីវិតអាជីវកម្មខ្លាំងជាងមនោសញ្ចេតនាពួកគេគិតថានៅពេលដែលគេចេញរកស៊ីបើមនុស្សនៅតែមានចិត្តទន់នោះអាជីវកម្មនឹងច្របូកច្របល់ដូចជាបងប្អូនជំពាក់ជុំទិស
មិត្តភក្តិខ្ចីលុយភ្ញៀវជំពាក់ជាដើមបើសិនជាយើងរវល់តែយកមโนសញ្ចេតនាយកមកដាក់នៅពីមុខនោះអាយុជីវិតអាជីវកម្មរបស់យើងនឹងរលាយជាក់ជាមិនខានទី9សប្បាយតាមកាលវប្បធម៌ល្អមួយរបស់ជនជាតិចិនគឺប្រឹងឲ្យអស់ដៃចាយឲ្យចំខ្ទង់ពោលគឺជនជាតិចិនបែងចែកជំនួញនឹងការចំណាយច្បាស់លាស់បំផុតពួកគេតែងតែបណ្ដុះវប្បធម៌រីករាយជាមួយអ្វីដែលពួកគេរកបានតួយ៉ាងដូចជាជនជាតិចិនតែងតែឲ្យអាំងប៉ាវទៅកាន់សាច់ញាតិរបស់ពួកគេនៅថ្ងៃចូលឆ្នាំចិនជាដើមដែលវប្បធម៌មួយនេះពួកគេមានជំនឿថាវាអាចធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេរីករាយហើយជំនួញរបស់ពួកគេកាន់តែមានតម្លៃដោយសារជំនួញរបស់ពួកគេគឺជាអំណោយដ៏អស្ចារ្យសម្រាប់ក្រុមគ្រួសារទាំងមូលទី10ទម្លាប់សន្សំច្រើនជាងទម្លាប់ចាយវាយខ្ជះខ្ជាយទស្សនៈមួយរបស់ជនជាតិចិនគឺអង្គមួយតៅផ្ដើមចេញពីអង្គមួយគ្រាប់ជនជាតិចិនមិនបណ្ដោយឲ្យកូនចៅរបស់ពួកគេខ្ជះខ្ជាយទ្រព្យសម្បត្តិអត់ប្រយោជន៍នោះទេในត្រង់នេះមិនមែនជនជាតិចិនគំរិះនោះទេតែពួកគេមានវប្បធម៌សន្សំសំចៃហើយពួកគេមានជំនឿថាការសន្សំសំចៃគឺជាការឲ្យតម្លៃខ្លាំងបំផុតទៅលើទ្រព្យសម្បត្តិដែលខ្លួនមានហើយគ្មានអ្នកមានណាម្នាក់ដែលមើលងាយលុយមើលងាយទ្រព្យសម្បត្តិហើយខ្លាចជាអ្នកមានយូរអង្វែងនោះទេ